ពុជាថាបិទទ្វារចរចាទ្វេភាគីក្រសួងការបរទេសថៃនៅថ្ងៃទី4ខែមិថុនាឆ្នាំ2026បានទម្លាយថាតាមពិតទីក្រុងបាងកកបានត្រៀមខ្លួនសម្រាប់សំណុំរឿង UN Clause រួចជាស្រេចមួយរយៈមកហើយនិងកំពុងពិភាក្សាជាមួយអ្នកជំនាញច្បាប់អន្តរជាតិរបស់ខ្លួននៅប្រទេសបារាំងថែមទៀតផងក្រសួងការបរទេសថៃឲ្យដឹងថារដ្ឋមន្ត្រីការបរទេសថៃលោកស៊ីហេតសាភូមិកេតកែវបានជួបទីប្រឹក្សាច្បាប់ជនជាតិបារាំងដែលនឹងធ្វើកិច្ចការងារនេះតំណាងឲ្យថៃនៅទីក្រុងប៉ារីសកាលពីថ្ងៃទី3ខែមិថុនាដើម្បីពិភាក្សាពីសេណារីយ៉ូនិងការត្រៀមខ្លួនប្រសិនបើសំណុំរឿងឈានទៅមុខក្រោម UN Clause លោកស៊ីហេតសាបានប្រាប់សារព័ត៌មាន The Nation ថាថៃបានរំពឹងទុករួចហើយថាកម្ពុជាអាចជ្រើសរើសយន្តការផ្សះផ្សាដោយចាប់បង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រឬ UN Clause ដូច្នេះថៃបានត្រៀមការងារនេះមួយរយៈមកហើយរួមទាំងការពិចារណាថាតើអ្នកផ្សះផ្សាឬអ្នកជំនាញច្បាប់រូបណាគួរតំណាងឲ្យប្រទេសថៃនឹងត្រូវមានជំនាញបែបណាការត្រៀមខ្លួននេះកើតឡើងខណៈដែលលោកស៊ីហេតសាកំពុងបន្តថាកម្ពុជាគួរតែផ្ដល់ឱកាសចរចាទ្វេភាគីជាមុនសិនមុននឹងឈានទៅរកយន្តការអន្តរជាតិលោកថែមទាំងចោទថាការសម្រេចរបស់កម្ពុជាហាក់ចង់កំណត់លក្ខខណ្ឌដោយខ្លួនឯងនិងយកប្រៀបសម្រាប់ខ្លួនឯងលើឆាកអន្តរជាតិទៀតផងលោកស៊ីហេតសាថែមទាំងព្រមានទៀតថាជំរើសរបស់កម្ពុជានេះអាចប៉ះពាល់ដល់ការស្ដារទំនាក់ទំនងការពិភាក្សាសន្តិសុខព្រំដែននិងបញ្ហាព្រំដែនផ្សេងៗទៀតរវាងប្រទេសទាំងពីរក៏ប៉ុន្តែពេលនេះលោកស៊ីហេតសាលាតត្រដាងថាភាគីថៃបានត្រៀមគ្រប់យ៉ាងរួចរាល់និងយ៉ាងរឹងមាំយ៉ាងណាក៏ដោយកម្ពុជាក៏មានជំហរច្បាស់លាស់ដែរចំពោះព័ត៌មានក្រៅផ្លូវការដែលថាកម្ពុជាបានជ្រើសរើសលោក Peter Johnson ដែលជាអ្នកការទូតអាជីពរបស់ប្រទេសដាណាម៉ាកនិងលោក Jean-Marc Tovenen ដែលជាអគ្គលេខាធិការបណ្ឌិតសភាច្បាប់អន្តរជាតិក្រុងឡាអេធ្វើជាអ្នកផ្សះផ្សាតំណាងឲ្យកម្ពុជាលោកច័ន្ទរតនាអ្នកនាំពាក្យក្រសួងការបរទេសប្រាប់ថាលោកមិនទាន់អាចបញ្ជាក់អត្តសញ្ញាណរបស់អ្នកទាំងពីរបាននៅឡើយទេខ្ញុំរស់សុធាពី News Today NDTV